លុយឬសង្គមអ្នកបានដឹងហើយថាអ្វីទៅជាអ្នកជំនួយហើយក៏ដឹងដែរថាអ្វីទៅជាសហគ្រិននៅក្នុងវីដេអូមុនរបស់ខ្ញុំវគ្គ1និងវគ្គ2ប៉ុន្តែតើអ្វីទៅជាសហគ្រាសសង្គមអាជីវកម្មទូទៅវាស់វែងភាពជោគជ័យលើប្រាក់ចំណេញប៉ុន្តែសហគ្រាសសង្គមសម្លឹងមើលបញ្ហាធំៗក្នុងសង្គមរួចបង្កើតអាជីវកម្មឡើងក្នុងគោលបំណងដោះស្រាយបញ្ហាទាំងនោះសហគ្រាសសង្គមមិនពឹងផ្អែកលើការបរិច្ចាគដើម្បីដំណើរការអាជីវកម្មឡើយតែពួកគេបង្កើតគំរូអាជីវកម្មមួយដែលអាចរកប្រាក់ចំណូលបានដោយខ្លួនឯងហើយថែមទាំងចំណេញទៀតផងឧទាហរណ៍ដូចជាសហគ្រាសសង្គមហ្វាពន្លឺសិល្បៈនៅខេត្តសៀមរាបនិងក្រុមហ៊ុន Hydrologic ដែលយើងស្គាល់ថាជាអាជីវកម្មបង្កើតធុងទឹកចម្រោះរូបទន្សាយហ្វាពន្លឺសិល្បៈហៅកាត់ថាហ្វាគឺជាកន្លែងសម្ដែងសៀកបែបច្នៃប្រឌិតមួយដែលផ្សារភ្ជាប់ជាមួយវប្បធម៌ប្រពៃណីនិងជីវិតប្រចាំថ្ងៃរបស់ខ្មែរយើងហ្វាទទួលបានចំណូលនិងចំណេញពីការលក់សំបុត្រចូលទស្សនាការសម្ដែងនៅខេត្តសៀមរាបហើយប្រើប្រាស់ប្រាក់ចំណេញដែលរកបានដើម្បីដំណើរការសាលារៀនហ្វាពន្លឺសិល្បៈនៅក្រុងបាត់ដំបងដែលនៅទីនោះសាលាផ្ដល់ឱកាសឲ្យយុវជនយុវនារីទទួលបានការអប់រំបែបច្នៃប្រឌិតតាមរយៈសិល្បៈនិងការសម្ដែងសៀកក្នុងន័យនេះដៃម្ខាងនៃអាជីវកម្មសម្ដែងសៀកនៅសៀមរាបដើម្បីទទួលបានចំណូលនិងចំណេញហើយដៃម្ខាងទៀតប្រើប្រាក់ចំណេញដើម្បីចូលរួមដោះស្រាយបញ្ហាសង្គមនៅបាត់ដំបងស្រដៀងគ្នានេះដែរសហគ្រាសសង្គម Hydrologic ដែលជាអាជីវកម្មបង្កើតធុងទឹកចម្រោះរូបទន្សាយមិនត្រឹមតែបង្កើតធុងទឹកចម្រោះដើម្បីជួយដោះស្រាយបញ្ហាទឹកស្អាតនៅតាមសហគមន៍ដាច់ស្រយាលប៉ុណ្ណោះទេធុងទឹកចម្រោះបានជួយកាត់បន្ថយការបំភាយកាបូនតាមរយៈការកាត់បន្ថយការដុតអូសដើម្បីដាំទឹកបរិភោគរបស់សហគមន៍ក្រៅពីចំណូលពីការលក់ធុងទឹកចម្រោះក្រុមហ៊ុនបានលក់កាបូនទៀតផងដែលគេហៅថាឥណទានកាបូនឬកាបូន credit ហើយប្រាក់ចំណេញដែលបានមកពីការលក់កាបូននិងធុងទឹកចម្រោះបានប្រើប្រាស់ជាទុនគាំទ្រដល់ដំណើរការរោងចក្រផលិតធុងទឹកចម្រោះនៅផើងនៅខេត្តកំពង់ឆ្នាំងចុះដើម្បីឲ្យសហគ្រាសមួយក្លាយជាសហគ្រាសសង្គមពិតប្រាកដតើគេត្រូវវិនិយោគប្រាក់ចំណេញ 100% ទៅជួយសង្គមវិញឬយ៉ាងណាចម្លើយគឺអត់ទេដើម្បីក្លាយជាសហគ្រាសសង្គមមួយដែលមានការទទួលស្គាល់អាជីវកម្មនោះគឺត្រូវវិនិយោគ 51% យ៉ាងតិចនៃប្រាក់ចំណេញដើម្បីចូលរួមដោះស្រាយបញ្ហាសង្គមណាមួយជាក់លាក់នេះបើយោងតាមការកំណត់របស់ Social Enterprise UK ដែលហៅកាត់ថា SOC សំណួរសួរទៀតថាចុះក្រុមហ៊ុនជាច្រើននៅប្រទេសកម្ពុជាយើងដែលឃើញមានចែកសម្ភារៈសិក្សាធុងស្តុកទឹកម៉ូតូតើគាត់ជាសហគ្រាសសង្គមដែរឬទេចម្លើយគឺអត់ទេប៉ុន្តែនោះគឺជាសកម្មភាពជួយសង្គមមួយល្អដែលពួកគាត់បានចូលរួមដែលយើងច្រើនហៅថាអាជីវកម្មប្រកបដោយការទទួលខុសត្រូវសង្គមឬពាក្យដែលគេនិយមប្រើគឺ CSR ចាំថាបើមិនមានភស្តុតាងបង្ហាញថា 51% យ៉ាងតិចនៃប្រាក់ចំណេញវិនិយោគទៅលើការដោះស្រាយបញ្ហាសង្គមណាមួយទេគឺមិនមែនជាសហគ្រាសសង្គមទេសរុបរួមមកវិញសហគ្រាសសង្គមគឺជាសហគ្រាសដែលរកប្រាក់ចំណេញដើម្បីរក្សានិរន្តរភាពអាជីវកម្មផងនិងចូលរួមដោះស្រាយបញ្ហាចម្បងណាមួយរបស់សង្គមផងហើយដាច់ខាតត្រូវតែវិនិយោគ 51% យ៉ាងតិចនៃប្រាក់ចំណេញរបស់ខ្លួនដើម្បីចូលរួមដោះស្រាយបញ្ហាសង្គមតើអ្នកមានគិតចង់ចាប់ផ្ដើមអាជីវកម្មសង្គមដែរឬទេបើមានសូមខមមិននៅខាងក្រោមបើចង់សាកល្បងធ្វើតេស្តថាអ្នករៀនបានអ្វីខ្លះពីវីដេអូមួយនេះសូមចុច link ធ្វើតេស្តខាងក្រោមហើយកុំភ្លេចជួយ subscribe ម្នាក់មួយផង